មើលសួរប្រុសប្រុសមើលនេះមានកម្លាំងធ្វើគេអងហើយកុំប្រាប់ដល់ផឹកមកណានេះក្រុមហ៊ុនយើងពាក់ខែของ90,000នេះសម្បទានៈនៃគម្រោង Laset Street នៅស្រុកសេសានចំនួន650គ្រួសារទទួលបានពូជដំណាំប្រមាណ 30,000 ដើមពីឯកឧត្តម ស សុពុត្រានៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2026ឯកឧត្តម ស សុពុត្រាអភិបាលខេត្តស្ទឹងត្រែងអមដំណើរជាមួយឯកឧត្តមអភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរដែលពាក់ព័ន្ធចុះពិនិត្យស្ថានភាពនិងចែកពូជដំណាំដល់សម្បទានៈនៃគម្រោងបែងចែកដីសម្បទានសង្គមគិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី3គម្រោងនេះស្ថិតនៅក្នុងឃុំស្រែគោនិងឃុំសាមខួយស្រុកសេសានខេត្តស្ទឹងត្រែងដែលមានសម្បទានៈចំនួន650គ្រួសារតាំងទីលំនៅថ្មីជាបណ្ដើព្រមជាមួយនឹងការចូលរួមបន្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដោយបង្កើនផលដំណាំកែលម្អបច្ចេកទេសកសិកម្មនិងរក្សាសភាពបរិស្ថានឲ្យប្រកបដោយចីរភាពលោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានគូសបញ្ជាក់ថាការចែកផលដំណាំនេះមានដូចជាពូជដំណាំស្វាយដូងទៀបខ្នុរនិងក្រូចឆ្មាប្រមាណ 30,000 ដើមដែលទទួលបានពីគម្រោង Laset Street គឺជាការជំរុញឲ្យប្រជាពលរដ្ឋសម្បទានៈដាំដុះបង្កើនប្រភពចំណូលបង្កើតមុខរបរថ្មីនិងលើកកម្ពស់សន្តិសុខស្បៀងនៅតាមសហគមន៍ទន្ទឹមនឹងនោះឯកឧត្តម ស សុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានជំរុញយ៉ាងមុតមាំដល់ប្រជាពលរដ្ឋនិងសម្បទានៈទាំងអស់ដែលទទួលបានដីនេះត្រូវចូលមករស់នៅឲ្យបានគ្រប់ក្រុមគ្រួសារនិងខិតខំដាំដំណាំកសិកម្មរបស់ខ្លួននៅលើផ្ទៃដីអាស្រ័យផលប្រមាណជា3ហិកតាក្នុងមួយគ្រួសារនេះឲ្យអស់ពីលទ្ធភាពគុំទុកដីនៅទំនេរចោលដោយត្រូវប្រែក្លាយដីទាំងនោះទៅជាផលទុនសេដ្ឋកិច្ចគម្រោងបែងចែកដីសម្បទានសង្គមគិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច Laset Street ដោយមានការគាំទ្រឥណទានពីធនាគារពិភពលោកនិងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាក៏ដូចជាការបណ្ដុះបណ្ដាលប្រជាពលរដ្ឋលើវិស័យកសិកម្មផ្ដល់ពូជសត្វពូជបន្លែបង្កើតទីផ្សារសាលារៀនប៉ុស្តិ៍សុខភាពស្រះទឹករួមស្ថានីយផ្គត់ផ្គង់ទឹកស្អាតនិងអគារស្នាក់ការមជ្ឈមណ្ឌលសហគមន៍សាមខួយភ្លុកស្រែគោហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រសម្រាប់ការអភិវឌ្ឍសហគមន៍ដែលជាដើមទុនចាំបាច់សម្រាប់ការងារកសិកម្មនិងសិប្បកម្មថែមទៀតឯកឧត្តមអភិបាលខេត្តបានគូបញ្ជាក់យ៉ាងច្បាស់ថាគម្រោង Laset Street គឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋទោះជាយ៉ាងណាអាជ្ញាធរនឹងធ្វើការដកហូតដីនិងលំនៅឋានទាំងនោះត្រឡប់មកវិញក្នុងករណីដែលប្រជាពលរដ្ឋមិនព្រមមករស់នៅនិងប្រើប្រាស់ដីមិនសមស្របតាមលក្ខខណ្ឌដែលគម្រោងបានកំណត់ដើម្បីយកទៅប្រគល់ជូនប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងខ្វះខាតពិតប្រាកដគម្រោងបែងចែកដីដើម្បីសង្គមគិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី3 Laset Street គឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែលបន្តគាំទ្រសម្បទានដីសង្គមគិច្ចបន្ទាប់ពីគម្រោង Laset ដំណាក់កាលទី1និងទី2នៅថ្នាក់ឃុំជូនគ្រួសារក្រីក្រដែលគ្មានដីសម្រាប់សង់ទីលំនៅនិងបង្កើនផលព្រមទាំងជួយគាំទ្រផងដែរដល់សហគមន៍ជនជាតិដើមភាគតិចគម្រោងនេះអនុវត្តដោយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ស្ថាប័នដឹកនាំការអនុវត្តនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស្ថាប័នអនុវត្តក្រមថវិកាហិរញ្ញប្បទានឥណទានធនាគារពិភពលោករយៈពេល6ឆ្នាំ2020-2026និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាឲ្យវាណាឲ្យវាអូចាំមើលកូនអ៊ំមកលោឡាវិញអ៊ំលោឡាវិញអត់ចឹងបាត់ផ្ទះណានៅឥឡូវកូនធ្វើយកទៅដាំអត់បាត់មួយមកបាត់ដាំអត់បានទេហើយ